មួយការទទួលខុសត្រូវខ្ពស់លើសលប់ទទួលខុសត្រូវជំនួសក្រុមប្រសិនបើក្រុមការងារធ្វើខុសឬបរាជ័យអ្នកដឹកនាំត្រូវតែចេញមុខទទួលខុសត្រូវជំនួសមិនអាចគេចវេះឬទម្លាក់កំហុសដាក់កូនក្រុមឡើយសម្ពាធពីថ្នាក់លើត្រូវឆ្លើយតបនឹងលទ្ធផលការងារនិងគោលដៅដែលម្ចាស់ភាគហ៊ុនឬថ្នាក់លើកំណត់មកដោយគ្មានលេស 2. ពិបាកសម្រេចចិត្តគ្មានអ្នកពិភាក្សាជិតស្និទ្ធពេលជួបបញ្ហាលំបាកឬវិបត្តិអ្នកដឹកនាំមិនអាចបង្ហាញភាពទន់ខ្សោយឬបារម្ភឲ្យកូនក្រុមឃើញជ្រុលពេកទេព្រោះអាចធ្វើឲ្យក្រុមបាត់បង់ទំនុកចិត្តការសម្រេចចិត្តដ៏ឈឺចាប់ពេលខ្លះត្រូវសម្រេចចិត្តរឿងលំបាកដូចជាការកាត់បន្ថយបុគ្គលិកការដាក់វិន័យឬការបែងចែកផលប្រយោជន៍ដែលធ្វើឲ្យមានការអន់ចិត្ត 3. ការគ្រប់គ្រងអារម្មណ៍និងសម្ពាធផ្ទាល់ខ្លួនត្រូវរក្សាភាពនឹងណូទោះបីជាមានកំហឹងស្រេះឬបញ្ហាផ្ទាល់ខ្លួនយ៉ាងណាក៏ដោយក៏អ្នកដឹកនាំត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដើម្បីកុំឲ្យប៉ះពាល់ដល់ស្មារតីរបស់ក្រុមភាពតានតឹងឥតឈប់ឈរបញ្ហាក្នុងការងារតែងតែកើតមានជានិច្ចដែលធ្វើឲ្យអ្នកដឹកនាំពិបាកនឹងផ្ដាច់អារម្មណ៍ចេញពីការងារសូម្បីតែពេលសម្រាកឬថ្ងៃចុងសប្តាហ៍ 4. ការសម្របខ្លួនទៅនឹងមនុស្សច្រើនបែបច្រើនស្ថានភាពមនុស្សម្នាក់មានចរិតអារម្មណ៍ស្មារតីនិងសមត្ថភាពខុសគ្នាអ្នកដឹកនាំត្រូវចេះបត់បែនក្នុងការទំនាក់ទំនងការលើកទឹកចិត្តនិងការដោះស្រាយទំនាស់ផ្ទៃក្នុងក្រុមដើម្បីធានាថាការងារអាចដើរទៅមុខដោយរលូន 5. ការលះបង់ពេលវេលានិងផលប្រយោជន៍ផ្ទាល់ខ្លួនអ្នកដឹកនាំច្រើនតែជាមនុស្សដំបូងគេដែលត្រូវលះបង់ពេលទំនេរពេលគ្រួសារឬពេលសម្រាកដើម្បីដោះស្រាយបញ្ហាការ